ព្រមដែលបន្តឡើងកម្ដៅកាន់តែខ្លាំងភាគីថៃបានបន្តរំលោភបំពានលើបទឈប់បាយនិងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃក្រសួងការពារជាតិចេញសេចក្តីប្រកាសព័ត៌មានលោកជំទាវឧត្តមសេនីយ៍អែតម៉ាលីសូជាតាអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិមេត្តាជ្រាបពីស្ថានភាពនៅតាមបន្តព្រំដែនកម្ពុជាថៃក្នុងយុទ្ធភូមិភាគទី5និងយុទ្ធភូមិភាគទី4នៅថ្ងៃទី9ខែធ្នូឆ្នាំ2025ភាគីថៃបានបន្តរំលោភបំពានលើបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ដោយធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធសាជាថ្មីមកលើបូរណភាពទឹកដីរបស់កម្ពុជាដោយការប្រើប្រាស់កម្លាំងយោធាកងយុទ្ធពលខេមរៈភូមិន្ទគ្រប់ជានិច្ចនៅការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីនឹងការពីបូរណភាពទឹកដីក្នុងដែនអធិបតេយ្យរបស់កម្ពុជានិងគោរពនៅបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃយ៉ាងម៉ឺងម៉ាត់និងការពារសុខសុវត្ថិភាពរបស់ប្រជាជនស៊ីវិលស្លូតត្រង់ដោយសារសកម្មភាពដ៏កក្លឿនរបស់យោធាថៃដែលបានបើកការវាយប្រហារមុននិងឈ្លានពានមកលើដែនអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជាកងកម្លាំងកម្ពុជាគ្មានជំរើសអ្វីក្រៅពីការប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យនិងបូរណភាពទឹកដីរបស់ខ្លួនប្រយុទ្ធប្រឆាំងនឹងការឈ្លានពានខុសច្បាប់មកលើបូរណភាពទឹកដីកម្ពុជាដោយយោធាថៃដូចមានចែងក្នុងមាត្រា51នៃធម្មនុញ្ញអង្គការសហប្រជាជាតិក្នុងន័យនេះកងយុទ្ធពលខេមរៈភូមិន្ទបដិញ្ញាចិត្តឥតងាករេនៅក្នុងការការពារអធិបតេយ្យភាពបូរណភាពទឹកដីនិងសុវត្ថិភាពរបស់ប្រជាជនប្រឆាំងនឹងអំពើឈ្លានពានដ៏កម្រោលនិងសាហាវឃោរឃៅរបស់ថៃមកលើកម្ពុជាទង្វើដ៏កម្រោលនិងខុសច្បាប់របស់ភាគីថៃនេះគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតនៅបទឈប់បាញ់ដែលប្រទេសទាំងពីរបានឯកភាពគ្នាកាលពីថ្ងៃទី28ខែកក្កដាឆ្នាំ2025នៅទីក្រុងកូឡាឡាំពូដែលមានម៉ាឡេស៊ីសហរដ្ឋអាមេរិកនិងចិនធ្វើជាសាក្សីនិងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ដែលជាកិច្ចខិតខំប្រឹងប្រែងដោយផ្ទាល់របស់ឯកឧត្តមប្រធានាធិបតីដូណាល់ត្រាំនិងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអាន់វ៉ាអ៊ីប្រាហ៊ីមក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគីទាំងឡាយដែលសម្រេចបាននៅកិច្ចប្រជុំវិសាមញ្ញនិងកិច្ចប្រជុំពិសេសនៃគណៈកម្មការព្រំដែនទូតកម្ពុជាថៃ GBC និងគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃ RBC ចំពោះនៅក្នុងយុទ្ធភូមិភាគទី5ចាប់តាំងពីវេលាម៉ោង 20:39 នាទីយប់ថ្ងៃទី8ខែធ្នូឆ្នាំ2025រហូតដល់ម៉ោង 8:00 នាទីនៅថ្ងៃទី9ខែធ្នូឆ្នាំ2025យោធាថៃបានធ្វើសកម្មភាពបាញ់ប្លង់យ៉ាងខ្លាំងចូលក្នុងភូមិជោគជ័យភូមិព្រៃច័ន្ទនិងបានបង្ហោះដ្រូនស៊ើបការនៅក្នុងភូមិសាស្ត្របឹងត្រកូននិងពង្រីកភូមិសាស្ត្រចូលបឹងព្រេងស្រុកថ្មពួកនិងភូមិសាស្ត្រស្រុកកំរៀងខេត្តបាត់ដំបងដោយបានប្រើប្រាស់អាវុធនិងយុទ្ធឧបករណ៍បំផ្លិចបំផ្លាញធនធ្ងន់ជាច្រើនប្រភេទនិងបាញ់ផ្សែងក្នុងសកម្មភាពបាញ់ប្រហាររបស់យោធាថៃដែលបានផ្លោងចូលមកក្នុងស្រុកថ្មពួកខេត្តបន្ទាយមានជ័យដែលបណ្ដាលឲ្យប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមផ្លូវជាតិលេខ56បាត់បង់អាយុជីវិតចំនួន2នាក់ដោយសារក្របផ្លោងរបស់យោធាថៃបន្តមកនៅវេលាម៉ោង 4:58 នាទីដល់ម៉ោង 5:25 នាទីយោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំហោះស៊ើបការនិងដ្រូនទម្លាក់គ្រាប់បែកចូលក្នុងភូមិសាស្ត្រភ្នំត្រងោលហើយយោធាថៃបានធ្វើសកម្មភាពបាញ់ផ្សែងពុលមកលើតំបន់នោះនៅវេលាម៉ោង 5:30 នាទីដល់ម៉ោង 6:10 នាទីយោធាថៃបានចាប់ផ្ដើមបើកការបាញ់ប្រហារដោយប្រើប្រាស់គ្រាប់កាំភ្លើងប្រភេទ 105mm មកលើទីប្រាំងអូផ្លុកដំរីក៏ដល់ម៉ោងនេះយោធាថៃនៅតែបន្តសកម្មភាពបាញ់នៅឡើយដោយឡែកនៅក្នុងយុទ្ធភូមិភាគទី4ចាប់តាំងពីវេលាម៉ោង 4:54 នាទីដល់វេលាម៉ោង 8:00 នាទីនៅថ្ងៃទី9ខែធ្នូឆ្នាំ2025នេះយោធាថៃបានបើកការបាញ់ប្រហារនៅក្នុងតំបន់ភ្នំខ្មោចនិងពង្រីកភូមិសាស្ត្រនៃការបាញ់ប្រហារទៅដល់តំបន់ផ្សេងៗទៀតរួមមានតាថាវប្រាសាទតាមាន់ប្រាសាទតាក្របីប្រាសាទព្រះវិហារប្រាសាទខ្នាវាលឥន្ទ្រីភ្នំខ្មោចកូល8បោះស្បូវជាំតែអានសេះថ្មដូនអូស្មាច់ភ្នំអនុស្សាវរីយ៍មុខវត្តកៅការីស្វារ៉ាដោយបានប្រើប្រាស់អាវុធនិងយុទ្ធឧបករណ៍បំផ្លិចបំផ្លាញធនធ្ងន់គ្រប់ប្រភេទរួមមានរថក្រោះកំភ្លើងធំថ្មើរជើងនិងបានបាញ់ផ្សែងពុលទៅតាមទីតាំងផ្សេងៗទៀតយោង
តាមព័ត៌មានបឋមពីអាជ្ញាធរខេត្តបានឲ្យដឹងថាការបើកការបាញ់ប្រហាររបស់យោធាថៃមកលើទីតាំងជនស៊ីវិលចាប់តាំងពីថ្ងៃទី8ខែធ្នូឆ្នាំ2025រហូតដល់ថ្ងៃទី9ខែធ្នូឆ្នាំ2025នេះគិតត្រឹមម៉ោង6ព្រឹកនេះបានបណ្ដាលឲ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន7នាក់បាត់បង់ជីវិតនិងរបួស20នាក់ក្រសួងការពារជាតិនិងកងយោធពលខេមរភូមិន្ទបន្តគោរពនិងអនុវត្តឥតងាករេនៅរាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិដើម្បីការពារអធិបតេយ្យនិងបូរណភាពទឹកដីព្រមទាំងសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជាទន្ទឹមគ្នានេះកម្ពុជាសូមអំពាវនាវឲ្យភាគីថៃវិលត្រឡប់ទៅអនុវត្តនៅបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃដែលបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ដោយការធ្វើជាសាក្សីរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ប្រធានអាស៊ានបដូវវេនអាស្រ័យដោយបានជម្រាបជូនខាងលើសូមសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជ្រាបជាព័ត៌មានថ្ងៃអង្គារ4រោចខែមិគសិឆ្នាំម្សាញ់សពស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី9ខែធ្នូឆ្នាំ2025